តោះដោយសារតែគ្នាយើងសួរខ្ញុំច្រើនពីរបៀបក្នុងការដែលយើងបើកម៉ូដឬក៏របៀបដែលយើងប្រើប្រាស់ជាមួយនឹងម៉ូដបុព្វញ្ញានៅលើទូរស័ព្ទដៃ iPhone ហ្នឹងហើយអញ្ចឹងមុខងារយើងអាចបិទបើកសេរីតាមខ្ញុំចឹងបានបាទចង់តូចឬក៏ធំអស់ពីលើចុះក្រោមអាស្រ័យលើចិត្តយើងទេហ្នឹងហើយយើងចង់ធ្វើមិនក៏បានរួមទៅស្រេចអំពើចិត្តយើងយកតែម្ដងដើម្បីតម្រូវគ្នាយើងចឹងទៅហើយកន្លែងសេរីនេះគឺជាកន្លែងសេរីអក្សរយើងអាចដាក់វាប្រមាណបានចឹងទៅតែទូទៅយើងដាក់មកលើចឹងមកហ្នឹងហើយហើយឥឡូវខ្ញុំធ្វើការចូលលេងឲ្យគ្នាយើងមើលមួយហើយចំពោះម៉ូដនេះលេងអត់មានប៉ះពាល់ដល់ account យើងទេដោយសារតែជាស្នាដៃកូនខ្មែរអញ្ចឹងបរទេសក៏ទិញពីយើងហើយខ្មែរក៏ទិញពីយើងដែរហ្នឹងហើយអញ្ចឹងជាស្នាដៃរបស់យើងផ្ទាល់ខ្លួនបញ្ហាអីយើងអាចប្រាប់ភ្ញៀវបានលឿនដោយសារអីជារបស់យើងផ្ទាល់ខ្លួនហើយមួយវិញទៀតវាគុណភាពវាខ្ពស់តាមនឹងដែរដោយសារអីជាស្នាដៃកូនខ្មែរហើយបង្កើតឡើងដោយក្រុមការងាររបស់យើងហ្នឹងហើយអញ្ចឹងរបៀបដែលយើងបើកវាstep by គ្រាន់តែចុចលើ menu ចឹងមកងាយស្រួលអត់មានអីពិបាកទេបាទអានេះអក្សរដែលយើងចង់ដាក់ប្រមាណចឹងទៅតែទូទៅយើងយកមកលើចឹងមកដើម្បីជាប់ឈ្មោះ brand ចឹងណាហ្នឹងហើយហើយពេលដែលគេបុកបញ្ចូលឡូណាក៏យើងឃើញដែរហ្នឹងហើយអញ្ចឹងវាស្រួលមួយយ៉ាងក្នុងការលេងរបស់យើងហ្នឹងហើយហើយលេងអត់ ban account អត់អីទេអត់ប៉ះពាល់ account របស់យើងទេដោយសារជា mode VIP ហើយល្អខ្លាំងមែនតើមានទាំង auto play មានអីទៀតសិនជាចង់ឲ្យវាលេង auto play គ្រាន់តែបាក់ auto play ទៅវាបុកខ្លួនឯងហ្មងបាទឃើញទេវាបុកខ្លួនឯងហើយងាយស្រួលពេលដែលយើងចង់ឈប់លេង auto play យើង close វាចោលមកបាទ close auto play មកវាបិទ auto play ហើយអញ្ចឹងយើងអាចសេរីលេងដោយដៃទទេរបស់យើងបានបាទជាមួយនឹងខ្សែឡាញដ៏វែងហើយច្បាស់ហ្នឹងហើយសំខាន់ច្បាស់ហើយអែមខ្លាំងមែនតើហ្នឹងហើយអញ្ចឹងគ្នាយើងអាចមើលតាមហ្នឹងទៅហើយរបៀបបើកវាគ្រាន់តែគ្រីសទាំងអស់អញ្ចឹងទៅហើយកន្លែង auto play ហើយកន្លែងអីហ្នឹងអាហ្នឹងពេលណាដែលយើងចាំបាច់ទើបយើងបើកហ្នឹងហើយហើយជាមួយថ្ងៃអនាគតទៅខ្ញុំនឹងក្រុមការងារគឺខ្ញុំនឹងបន្ថែមមុខងារ auto សេរីឡូឲ្យខ្លួនឯងទៀត auto aim ខ្ញុំវាសេរីឡូឲ្យយើងអូតូយកហ្មងហ្នឹងហើយតែថ្ងៃអនាគតណាហ្នឹងហើយដល់ឥឡូវយើងធ្វើត្រឹមប៉ុណ្្នឹងសិនហ្នឹងហើយសំខាន់យើងផ្ដោតទៅលើសុវត្ថិភាពវាសុវត្ថិភាពអាចនិយាយបានថា 1000% យកហ្មងសុវត្ថិភាពដោយសារមុននឹងយើងបង្កើតវាបានគឺយើងបានបែកវាឡើងខ្ទេចអស់ហើយជាមួយនឹងហ្គេមនេះណាអញ្ចឹងយើងបែកវាឡើងខ្ទេចអស់ហើយទើបយើងធ្វើជាបែបហ្នឹងបានយើងមិនទៅជប់បានទេយើងចំណាយពេលចុះចិត្តកន្លះឆ្នាំដើម្បីបង្កើតវាហើយពេលដែលយើងបង្កើតហើយយើងដាក់លក់លើទីផ្សារហ្នឹងហើយអញ្ចឹងខ្មែរយើងក៏អ្នកទិញបរទេសក៏អ្នកទិញអញ្ចឹងយើងអាចរកចំណូលពីវាបានច្រើនខ្លាំងមែនតើអ្នកខ្លះគាត់ទិញយកទៅលក់កាក់លក់អីចឹងទៅគាត់លេងលុយធំហើយគាត់យកទៅបុកហើយពេលបុកឈ្នះគេវាមិនបានកាក់ច្រើនត្រូវអត់អញ្ចឹងគាត់យកកាក់ហ្នឹងយកទៅលក់ឬក៏អ្នកខ្លះគាត់លេងអស់ account គេឲ្យធំអីចឹងទៅហ្នឹងអស់យកថប់យកអីចឹងទៅអញ្ចឹងវាល្អខ្លាំងមែនតើសម្រាប់គ្នាយើងណាតែគាត់លេងហ្គេមនេះហើយលេងអត់ដែរឈ្នះគេគឺពីច្រើនគាត់ដាក់អាម៉ូតហ្នឹងទៅគឺឈ្នះគេអីហ្នឹងហើយសូម្បីតែថប់ប្រទេសហ្គេមនេះសូម្បីតែថប់ប្រទេសខ្មែរយើងក៏គាត់លេងម៉ូតលេងអីដែរហ្នឹងហើយអញ្ចឹងងាយស្រួលបាទអត់មានអីពិបាកទេហើយបុកបើថាលេងប៉ុណ្ណឹងហើយបុកចាញ់គេទៀតវាមិនដែលមានបាទហ្នឹងហើយអញ្ចឹងសម្រាប់ឲ្យយើងណាដែលគាត់អត់តន់ចេះបាក់អីមើលតាមខ្ញុំទៅបាទហ្នឹងហើយចង់ដាក់ complete chat មកខ្ញុំតាម Telegram